ស្វាយបានចេញផ្កាប្រើបងប្អូនអូមានក្តាប់ហើយតែមានធ្វើទៀតស្វាយពុំអបងប្អូនគាត់ដាំដូងហើយមានទៀបស្វិតលាយទៀតបងប្អូនចន្លោះយកហ្នឹងមានទៀបស្វិតមានតបៃទៀតមួយក៏ដាំបានត្រង់ជួរបងប្អូនហើយបបងគាត់បងប្អូនមើលអូចេកខ្ពស់ពេញផ្លែល្អបងប្អូនអួតសម្រស់មកខ្នល់ណាមិនមែនតែមកស្ទងណាបងប្អូនលាក់មកជាប់គ្នាប្រហែលស្ទងនេះចាក់ស្រួលណាស់នេះមានលម៉ាទេបងប្អូននេះគាត់មានដាំលម៉ាជិះលាក់ទៅយកមកស្អាតយកតាមជួបឡើងបងប្អូនជិះក៏អូចេញច្រើនស្ទងបងប្អូនអត់មានអាទឹមចេញនេះចេញចិត្តកាប់ហើយក៏មានការអូតបងប្អូនអូតចេញវែងនេះពូតកាពូតស្វាយខែហ្នឹងចាប់ផ្ដើមចេញផ្កាឲ្យស្វាយស្រុកនេះបងប្អូនគេធ្វើមួយឆ្នាំពីរ3ដងបងប្អូនគឺប្រើឆ្នាំប្រើអកមកនៅជំនួយហ្នឹងគឺគាត់បាញ់ឆ្នាំហ្នឹងក្នុងស្រុកហ្នឹងក៏ផ្កាពូតទៀតអានេះចេញស្នៀតបដាហើយនឹងផ្លែធំគ្រាន់បើបដាបងប្អូនមកខាងជាការខាងនេះព្រែកបងប្អូនព្រែកចាសៅតែបងប្អូនខាងលេងត្រីឆ្លាញ់គាត់ដឹងហើយគាត់ស្គាល់ហើយព្រែកបងប្អូនចិត្តដល់រដូវដែលពួកគាត់មកលេងទៅហើយតែទឹកចូលពួកគាត់មកលេងទៅបងប្អូនមើលខាងនេះការនេះគាត់ដាំរះព្រៅហើយខាងនោះជីវងបងប្អូនឃើញជ្រុងឡើងហ្នឹងណាអាហ្នឹងទឹកបាសដែរបងប្អូនធ្លាប់តែទិញនៅផ្សារដាំកោហូបមកគិតថាគេបេះតាមព្រៃតាមពិតមិនមែនណាបងប្អូនអាហ្នឹងគេដាំដែរអាហ្នឹងនេះដាំបាច់ហ្នឹងជីវងយកទៅណាអស់វែងណាបងប្អូនស្វាយនេះពួកគាត់នេះធ្វើស្វាយនៅក្នុងស្វាយវាធ្វើបេះហើយវាចាប់ដាំបាញ់ឆ្នាំបាញ់អីស្វាយបេះទៀតមកស្រុកនេះតិចស្រួលណាបងប្អូនវាស្រុកចិត្តការគឺចិត្តការទៅបីជាប្រាំងសាក៏ដោយក៏នៅតែតិចដែរដោយសារតែគេដាំចឹងគេស្រោចទឹកឬគេបាញ់ទឹកបាញ់នេះវាតិចបងប្អូននៅក្នុងចិត្តការនេះមានក្រូចឆ្មាមកដើមប៉ុណ្ណានៅបងប្អូនចិត្តការស្វាយគាត់ក៏បានដាំផ្កាទេបងប្អូនដឹងផ្កាស្អីទេអត់ស្គាល់ទេដីនេះធំល្អគាត់ទៅដាំអីអូដាក់ពូតបងប្អូនមានលបងអីអូដីនេះមិនទេតាម40ម៉ឺននៅណាផងនៅបងអាលេងឆ្លាំងមកចិត្តដល់ពេលហើយដល់ពេលមកទាំងគូទៅហើយបងគាត់ស៊ឺត្រីអាពូតក្នុងខាងតំបន់នេះ
ធ្វើការគេផុតពីផុតពីមួយវគ្គទៅមួយវគ្គទៀតអត់ទៅទេបងប្អូនវាអត់ជាងអ្នកគាត់ធ្វើស្រែធ្វើស្រែតែមិនដោយទេស្រែធម្មតាផុតហើយគឺហើយតែអ្នកជាការទៅបងប្អូនហត់ណាស់អាតំណាំសដែកគ្រឿងសដែកគ្រឿងសដែកគួរហ្នឹងបងប្អូនច្រើនណាស់លើកបេះតាំងម៉ោង2យប់នេះបេះទៅម៉ោង11 12ថ្ងៃមិនហើយបេះហើយហូបបាយសម្រាប់ផ្លែហ្នឹងទៅក៏ដល់ពេលដែលត្រូវធ្វើស្មៅទៅទៀតអត់តាមបងប្អូនខាងទីខាងគាត់ថាបានលុយវាបានលុយសឹងរាល់ថ្ងៃវាអត់ដូចខាងយើងធ្វើស្រែគឺស្រែយើងធ្វើបានគ្រាន់តែមកហូបទេនេះពោតធ្វើស្វាយវាអត់បានតាមស្វាយហ្នឹងទៅមកពេញនឹងនេះក្បែកស្រួយក្បែកអត់ធ្លាប់ប៉ុណ្ណាក្បែកនេះតែ2ខែ3ខែទៀតហើយវាបានអត់ពេញការអត់ពោតពោតគាត់ទឹកបន្លែមកគាត់ឲ្យតែយើងដាំបានណាសិតតែមានខាងគេទៅទឹកដល់នេះដល់ចកាហ្មងដល់ចកាអូនេះគូស្ពឺឆ្កាអាហ្នឹងគេសាបវានឹងរងសាបឲ្យដល់ពេលវាគេល្មមមកធៀវគេជួលមនុស្សមកធៀវបងប្អូនអង្គុយហ្នឹងគឺគេធៀវគេធៀវហ្នឹងគេដកអាកូនណាដែលញឹកចេញហើយគេទុកមកល្មមវើល្មមហើយកន្លែងណាដែលវើខ្លាំងគេយកវាមកជួបអាហ្នឹងគេហៅធៀវនៅតំបន់នេះបងប្អូនតោះក្នុងចេញអត់សូវល្អណាស់ពោលទៀតបងនៅនេះត្រឹមបន្លែហូបបាត់ខ្វះបងប្អូនបន្លែព្រៃបន្លែបីជាបន្លែចកាក៏ដោយបើយើងជួបគ្នាខ្ញុំសូមមកស្លមកស្លទៅមិនតំណាញទេនេះបងប្អូនស្អាតហ្នឹងមករំបងប្អូនឡើងខ្ចីលហកហ្មងតិចឆ្នាំហ្នឹងបងប្អូនដើមធំហ្នឹង4-5ឆ្នាំដើមហ្នឹងទៅគេការបងប្អូនទៅវាអត់ឡើងខ្ពស់ទេគេដើមវាជាប់អានេះបងប្អូនជាប់ព្រំដីពេលដើមអញ្ចឹងវាយ៉ាងដៃហើយពេលគេធ្វើទៅវាអត់ប៉ះពាល់ដល់អាហ្នឹងដែរប៉ះពាល់ដល់ព្រំដែរគឺជួឯក្នុងអត់ជួដល់ក្រៅទេអត់ជួដល់ខាងទេគេមិនសល់អាហ្នឹងតែខ្លីផងគូជាល្អមកផ្លែ3គីឡូ4គីឡូបងប្អូនគឺស្មាតស្មាតគូផ្លែបាក់ហើយកាស្វាយធ្វើទីអត់ហ្នឹងក្រោយវិញកាត់ទៅទៅបាក់វីដេអូហ្នឹងផ្ញើជូនពិសេសបងនៅខាងភ្នំពេញហើយនឹងបងប្អូនដែលគាត់បងប្អូនគាត់ធ្វើស្រែ
វាបែកខាងស្វាយរៀងខាងព្រៃវែងខាងស្ពឺដល់តំបន់ហ្នឹងជាពិសេសคนគាត់ចូលស្រែគាត់ទៅណាសានទេសភាពតំបន់ចំការបងប្អូនពូជសាទៅខ្ញុំជិះខ្លែមកអាកូនហ្នឹងវាចំណេញមួយយ៉ាងណាបងប្អូនយើងដាំវាយើងកាច់ខ្លែហើយអាដើមហ្នឹងក៏គេមកម៉ៅទឹកណាបងប្អូនអត់ចោលទេខាងបងប្អូនដែលគាត់ចិញ្ចឹមគោចិញ្ចឹមកាហ្វេគេយកឲ្យវាស៊ីទិញយកវាស៊ីតាមស្ទើរស្អាតណាស់នេះខ្ញុំច្រឡំមកផ្ទះបងប្អូនបងពីកាយស្អីស្បែកបងប្អូនជួហ្នឹងមិនស្អីសក់ស្អីព្រៃទាំងហ្នឹងស្អីស្បែកគេបានតាមព្រៃហ្នឹងទៅគាត់ទៅកាប់រយៈព្រៃហ្នឹងគោមកតាមគោតាក៏ហូបកាហ្វេនៅខាងក្រោមកន្លែងបងស្រីចាប់មួយទៀតត្រាប់ញងពេញផ្លូវបងប្អូនតែមកបែកស្លកកបុកទឹកគ្រឿងអីបាក់ទេជ័យលក់ពួកអាកោទឹមលូតហ្នឹងបងប្អូនឯនេះបើជលក់បានហើយនឹងមិនទៅមើលទៅឡើងជ័យអញ្ចឹងណាបងថាគាត់សម្ៅដាក់ជីដាក់ពូតគាត់អង្គុយនៅនេះគាត់សម្រាប់ណាមានប្រើគោមកពូនរងពូនជើងពូតទេនេះកាក់បងកាក់ហ្នឹងគេដាំយកផ្លែស្ងាត់វាស្លឹកកាច់ស្លឹកយកទៅយកឲ្យបងប្អូនអ្នកក្រុមយកស្លអំជូរគ្រឿងនេះបងប្អូនអ្នកខ្ទឹមទេសបងប្អូនខ្ទឹមទេសខ្ទឹមទេពយកធ្លាប់តែទិញគេនៅពេញហូបហ្នឹងបងប្អូនមើលនេះដុសពេញមាត់ព្រែកហើយបងណាចង់ហូបស្រស់មកកាច់ភ្លាមកាច់ដោយដៃឯងបងទិញ oyster មកយកពីពេញមកជិះមកហ្នឹងមកអង្គុយហូបមិនក្រោមហ្នឹងយើងហូបបដាយើងបីអាស្លឹកដាក់ជ័យមកផ្ទាល់បដាមកប្រេះបងប្អូនធម្មជាតិពិតឲ្យស្រស់បេះព្រាមហូបព្រាមវា 4-10 នាក់មកយកមកកាច់ហ្នឹងហូបនៅហ្នឹងជុំគ្នានៅហ្នឹងសុបាយបងប្អូនចាន់រីខ្ញុំផងមកជាវ៉ាន់អូដល់លោកនៅនេះខ្ញុំបាញ់ឃើញខាងនេះពោតដល់ទៅខាងនេះដាំស្លឹកបាក់បងប្អូនជិះពោតមានអនាគតតែជាគ្មានទេយូរគាត់មកអើតម្ដង
មានបងប្អូនមាននៅខាងបងប្អូនទឹកស្អីផែនណាអត់ចាប់ដើមចេញហ្នឹងខ្លាយមិនក៏ដៃអូនេះគឺការកត់នេះដាក់ចេកចេកខ្ញុំកាក់បងប្អូនមើលចេកមកកាក់ខ្នោអឺស្អីនេះចេកមកកាក់ខ្នោផ្លែកតួតអត់ដើមកតួតបងប្អូនកតួតហ្នឹងគេបែងស្រាប់ចិត្តលក់ដែរណាបងប្អូនគេយកទាំងស្លឹកគេយកទាំងផ្លែជាការទិញគេចេញការបដើបងប្អូនអ្នកធ្វើស្វាយនឹងក៏ហត់ដែរបងប្អូនហត់ណាស់ហើយបើយើងជួលគេវាមិនសូវអីទេបើយើងធ្វើខ្លួនឯងទាំងហត់ទាំងប្រឈមបងប្អូនប្រឈមជំងឺនៅពេលដែលយើងចាស់បន្តិចគឺយើងខ្សោយកម្លាំងតិចបងប្អូនប្រឈមជំងឺច្រើនណាស់ពួកធ្វើតាមស្វាយហ្នឹងបាញ់ឆ្នាំខ្លាំងបងប្អូនហើយបងប្អូនឃើញព្រៃហ្នឹងរងក្រងមួយទៀតបាញ់ឆ្នាំបងប្អូនអត់មានក្រងអាចបងប្អូននេះបងប្អូនខ្ញុំទេពេញមកត្រែកយកទៅណាអស់ទិញនំចុកតែ 3000 យកមកអង្គុយហូបហ្នឹងកាច់ហូបមានទូតបងប្អូនអូមានបងទូតដាំហូបចាក់ស្រួលណានេះអាចគេងថ្ងៃអីបានបងបាញ់ហ្នឹងមកត្រីទីបងមកស្ទូចត្រីឲ្យឃើញមន់ពេញចកាច្រឡំមកមន់ត្រីបាញ់ពឹបគ្រប់ទឹកតម្រងបានបាល់រុយប្រាគាត់ជាប់បាល់រុយឲ្យជាប់ក្របតូចនេះចាប់ដើមនេះត្រឹងបន្តអីវិញអស់ហើយនេះអត់ទាន់ឃើញបានតាមអីទៀតទេអូមុនស្ដាយបងប្អូនមុនស្ដាយគួរណាស់ហើយអ្នកនេះបងប្អូនបើថាតាមប្រភេទបន្លែផ្លែប្រភេទវល្លិណាគាត់ថាជើងហ្នឹងគេដាំស្ដាយគួរដល់ពេលបេះស្ដាយគួរអស់គេអត់ដាក់ស្ដាយគួរទៀតទេបងប្អូនគេដាក់ទៅជាទៅសក់ម្រះអីវិញព្រោះបើស្នាជាដាក់ស្ដាយគួរវាជាអត់បានផលទេអញ្ចឹងទោះដាក់ច្រាស់គ្នាគាត់ថាជើងហ្នឹងដាក់ស្ដាយគួរជើងក្រោយដាក់ទៅសក់ពីផុតពីទៅសក់យើងអាចដាក់ស្ដាយគួរវិញបានយើងអត់ដាក់ស្ដាយគួររហូតទេណាគឺថាជាប្រពៃណីមួយក៏បានជាទម្លាប់ប្រពៃណីដែលពួកគាត់ធ្វើមកអញ្ចឹងហើយណាមួយពួកគាត់ចំណាំថាធ្វើអញ្ចឹងវាអត់បានអញ្ចឹងគាត់ធ្វើបន្តអញ្ចឹងទៅអ្នកនៅនេះគាត់ធ្វើចការមិនបានទៅរៀនខាងផ្នែកកសិកម្មអីទេបងប្អូនគឺស្វែងយល់ខ្លួនឯងហើយនឹងដឹកតគ្នាបើស្នាជាផ្នែកបើសិនជា
អ្នកដែលគេរៀនខាងកសិកម្មប្រហែលជាពួកគាត់ដឹងមូលហេតុទេបានជាយើងដាក់គឺថាដាក់សដៃគួរហ្នឹងជើងនឹងបានដល់ពេលដាំវគ្គថ្មីសដៃគួរទៅឲ្យមិនបានអាហ្នឹងប្រហែលជាខាងកសិកម្មគឺគាត់ដឹងតែបើខាងអ្នកបងប្អូនគាត់ធ្វើនៅនេះគាត់អត់ធ្វើអញ្ចឹងប្រហែលជាពីមុនគាត់ធ្លាប់ធ្វើអត់បានហើយគាត់មិនមែនធ្វើអត់បានតែម្នាក់ហ្នឹងគាត់ធ្វើអត់បានទាំងអស់គ្នាហ្នឹងទៅគាត់ក៏ឈប់ធ្វើតែអញ្ចឹងគាត់ដាំចាស់នៅទៅជើងសក់ជើងក្រោយរយៈហ្នឹងទៅជើងក្រោយទៀតគាត់ដាក់គូឲ្យទៅដៃខោឡើងតាដៃទៅតាមបងខាងបងគាត់មកពីកាត់ស្មៅស្ដៅបងប្អូនស្ដៅនេះវាហើយផ្កាមកកាច់ហូបបានបងប្អូនអត់អីពីហ្នឹងការជែកនេះសំបីតែជែកបងប្អូនមើលជែកបើយើងមើលតាមខាងបែកអឺរ៉ុបបែកខាងអឺរ៉ុបឬក៏ជាការធំដែលគេបែបស្តង់ដារគាត់ជែកគេអត់ឲ្យទុកថាមកគុំយើងមានកូនច្រើនណាមកគុំយើងគេទុកមួយមានផ្លែចេញផ្លែហ្នឹងគេទុកកូនមួយស្នងគេអត់ឲ្យបែកអាសាធាតុចិញ្ចឹមទៅកូនផ្សេងអញ្ចឹងអាសាធាតុចិញ្ចឹមហ្នឹងអត់វាមូលមកផ្លែនឹងមកផ្លែវាចិញ្ចឹមបានផ្លែល្អធំតែពេលយើងកាប់អាម្ដងហ្នឹងមានអាកូនមួយស្នងហ្នឹងទុកតទៀតហើយកូនដែលតូចលូតចេញមកហ្នឹងគឺគេចោលហើយបងកាត់ចោលហើយគេឲ្យលូតទៅតែជេកហ្នឹងទេតែផ្អែមយើងលើបានជេកមកយើងកាត់ស្លោក៏អីហ្នឹងបងមកតែជេកចំការគេដាំជេកសុទ្ធមួយដើមពីរដើមនៅឯផ្លូវហើយកាន់មួយដើមមិនហូបបានណាបងប្អូននេះអត់កណាញ់ទេគេដាំគេបដោតទៅថាការស្វាយគេបដោតទៅលើស្វាយហ្នឹងទៅវាចេះអីដល់គាត់មកកាប់ស្លោហូបបានតែអត់អីទេអត់កណាញ់ទេហ្នឹងនេះកំពុងណាស្ដៃគួរហ្នឹងខ្ញុំហៅស្ដៃគ្រឿងចេញផ្កាហើយបងទឹកពីព្រែកហ្នឹងបងទឹកពីព្រែកហ្នឹងយកមកស្រោចហ្នឹងមកហើយរាយទៅយោហាច់សាច់មកអែមអូនេះបងប្អូនស័យផ្អែមនេះស័យផ្អែមបងប្អូនគាត់សំខាន់ទៀតបែរញ៉ាំបងប្អូនចូលទៅក្នុងជ្រៅម៉ែទេមិន100ម៉ែត្រទេគាត់ថានេះក្បាលដីអត់ទៅធំបងប្អូនក្បាលដី10 20 30អត់ដល់មាន2 5 ទេហាត់ដាំចាប់ដើមរាយតាមហងគេដាក់ត្រីហ្នឹងគាត់នេះគេយកមកធ្វើគ្រឿងហើយម្រះហ្នឹងដាំក៏ចំណេញដែរបងប្អូនចំណេញមិនចំណេញទៅពេលគេកាច់គេបេះផ្លែវាអស់បងប្អូនបេះផ្លែអស់អាវមម្រះដែលចាស់លែងចេញផ្លែហ្នឹងអាហ្នឹងមានគេមកម៉ៅទេណាបងប្អូនគេម៉ៅដល់មកចកាហ្នឹងប្រហែលនេះគេឲ្យប៉ុណ្្នឹងហើយគេកាត់យកអាត្រួយហ្នឹងយកទៅលក់នៅពេញណាមានត្រួយមានក្តឹបអីហ្នឹងអាហ្នឹងគេយកលក់នៅពេញទៀតខ្ញុំមានចំណេញអាហ្នឹងដែររយៈហ្នឹងវាអត់ដូចតែសក់ឯងសក់មានណាគេម៉ៅឯងសក់ទៅអស់ផ្លែអស់ហើយតែសក់ស្ដាយគួរថាបាក់តើហ្នឹងអស់ហើយនេះជិះពុកមន់នៅក្នុងនោះគេបោះស្លាយជិះពុកមន់ច្រើនណាទឹកត្រីចូលស្អាតណាស់ដែរ
nè sẽ nó tới khu tân bạch nằm mà ôi là nên là hàng xua là to còn to mà là cả trăm cá to mò nắng nước về lại khai bong tray mà là khai bong tray từ của họ nó sẽ lúc đó hay bị chua một tray những đôi kia lụa đồ về bọn cho sum mà tạm vọt đó lơm lư to lập lư nào ông bóng thì to lập lư cha cho những bọn cho sum mà nhá làm chơi những bọn cặp mặt áo nó sẽ lo mất ô này còn lại sang mạng prey chán ông bốnនេះសៅមកព្រៃហ្នឹងបងនៅជាមួយនឹងអ៊ីយ៉ាហើយនឹងបួស្អីទេខ្ញុំអត់ស្គាល់ទេដឹងថាសៅមកព្រៃច្រើននឹងលក់បងលក់ហុកស្រស់មួយប្រហុកទឹកគ្រឿងបកអោស្លក់សាក់ពាំងឆ្ងាញ់ណាស់បងប្អូនគ្រុនពវៀនដើមវាឆ្នាំតិចដែរណាបងប្អូនហ្នឹងហើយបងប្អូនវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងបងប្អូនអរគុណច្រើនជំរាបលាជូនបងប្អូនសុខភាពល្អសំណាងល្អទាំងអស់គ្នាអរគុណច្រើន